Bong thấy nghiệp xưa bong thấy ចាជំរាបសួរលោកគ្រូ bong thấy nơi lại ní cái hai khung ấy bọn នៅនេះភូមិកំពង់បឹងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងលោកគ្រូ thầy nhom trong đăng pi sọc tập hiệp bong thấy nắng cà pi muốn chiết co bong dây lang của má hay cả đặt nông luôn bong thấy nắng thực tục là bị mạch đá bong ចាលោកគ្រូខ្ញុំពីមុនជាតិស្ករខ្ញុំ100សាយទេលោកគ្រូប៉ុន្តែខ្ញុំអាការៈខ្ញុំធ្វើទុកខ្លាំងជាងគេខ្ញុំមកព្រើលភ្នែកស្វាំងភ្នែកហើយនឹងចុកជើងក្តៅបាតជើងកុហលកាហាយបាតជើងចាក់បាតជើងក្តៅដូចយកដុំថ្មទៅសដោនឹងជើងខ្ញុំអញ្ចឹងដល់ពេលទៅខ្ញុំបានប្រើថ្នាំអីស៊ីត្រូនេះទៅខ្ញុំគួរចាប់បាន3ថ្ងៃខ្ញុំចាប់ដើមមានអាការៈស្រាលជើងខ្ញុំម្ដងតិចរហូតដល់ខ្ញុំប្រើបាន5ថ្ងៃខ្ញុំច្បាស់ថាខ្ញុំអាចស្រួលនឹងថ្នាំនឹងបានដល់ពេលអញ្ចឹងខ្ញុំចេះតែប្រើបន្តទៅដូចជាវាអាការៈស្រួលទៅស្រួលខ្ញុំទៅស្រាលជើងប៉ុនសងៃនៅយើងតែស្ពឹកជើងបន្តិចទៀតរួចហើយលោកគ្រូអស់ហើយខ្ញុំតាំងពីខ្ញុំប្រើអេស៊ីត្រូនេះមកខ្ញុំទទួលស្គាល់ថាខ្ញុំស្រួលច្រើនប៉ុន្តែអាការៈខ្ញុំធ្ងន់ជាងគេនឹងជើងហ្មងលោកគ្រូខ្ញុំខ្លាំងជើងហ្មងក្តៅញើសត្រូវខ្ញុំឈរលក់ព្រឹកឡើងខ្ញុំចង់ទឹកភ្នែកម្ដងដែលខ្ញុំពិបាកនឹងជើងខ្ញុំពេកជួនកាលចាក់ដូចយកមកជួលទៅចាក់ជើងខ្ញុំខ្ញុំអាយយខ្ញុំឡើងចង់ទ្រាំអត់បានលក់ម្ដងពូចាស់ប៉ះតាណាទៅស្រេចអាយយស្រេចខ្លួនឯងក៏មានដែរខ្ញុំដល់ពេលខ្ញុំមើលទៅខ្ញុំលោកគ្រូផ្សាយយូរហើយអេស៊ីត្រូនេះចេះតែផ្សាយខ្ញុំមើលទៅចេះតាមដានមើលទៅយ៉ាអត់កើតទេខ្ញុំសម្រេចចិត្តខទៅលោកគ្រូនោះក៏ដូចចិត្តទៀតក៏ណែនាំមកវាត្រូវនៅអាការៈខ្ញុំទៀតដាក់ឲ្យលោកគ្រូដាក់មកបរោយភ្លាមហ្មងក៏សាក់លបងហ្នឹងក៏បានស្រួលមែនខ្ញុំមិនមែនថាតសើថ្នាំទេខ្ញុំគ្រាន់ថាដាក់ទៅដឹងប្រសិទ្ធភាពក្នុងតែ3ថ្ងៃផងខ្ញុំដឹងក្នុងខ្លួនខ្ញុំយ៉ាងម៉េចខ្ញុំសាក់លបងហើយបើខ្ញុំនោមលោកគ្រូឲ្យបាត់ជើងទៅម្ដងឡើងមួយថ្ងៃមកចង់វល់ងាយហើយប្រពុះមិនដឹងប្រពុះអីទេតែខ្ញុំសាក់បានតែ3ថ្ងៃខ្ញុំស្រួលរៀងអាការៈខ្ញុំថយទៅបាទខ្ញុំជឿជាក់ភ្នែកខ្ញុំក៏អន់ស្វាំងដែរតែខ្ញុំនៅឈឺក្បាលដែររាល់ថ្ងៃនៅលោកគ្រូនៅរៀងនៅធ្វើទុកក្បាលតែងទួយដែរហើយចុះដល់ថ្ងៃនេះបងស្រីមានបានទៅជួបចិត្តស្គមម្ដងទៀតនៅឃើញចុះនៅលោកគ្រូឯងខ្ញុំទៅថាអស់មកចំនួនមកកំប៉ុងនេះខ្ញុំថាទៅជួបស្អែកភ្លឹមឡើងបាទខ្ញុំត្រូវទៅជួបព្រោះខ្ញុំត្រូវអស់ថ្ងៃនេះមកកំប៉ុងខ្ញុំថាសាកលបងឲ្យអស់មកកំប៉ុងនឹងសិនទៅសូមខ្ញុំនឹងទៅសាកលបងជួបមើលចង់ដឹងថាវានៅប្រមាណទៀតលោកគ្រូចឹងបានខ្ញុំអត់តបានទៅថាចាំស្អែកព្រឹកឡើងព្រោះអីយើងប្រហើយថ្ងៃនេះមកកំប៉ុងនេះហើយចុះបងត្រីកាលពីមុនប្រើនិងក្រោយប្រើអាការៈរបស់បងត្រីហ្នឹងវារបៀបមិនដែរមុនប្រើនិងក្រោយប្រើចាលោកគ្រូមុនប្រើអាការៈខ្ញុំឈឺចាប់ខ្លាំងដល់ពេលខ្ញុំប្រើហើយអស់មកកំប៉ុងអាការៈខ្ញុំស្រួលវិញហើយលោកគ្រូមិនថាតើមិនតបបាន 100% ណាលោកគ្រូតែអាចថានឹងត្រឹម70អីបានខ្ញុំអាចធូរបានណាលោកគ្រូធូរបានស្រាលច្រើននឹងថ្នាំប្រើរួចនេះហើយចុះខ្ញុំមកអ្នកមីងពិសាប្រហែលថ្ងៃបានដឹងធូរពិសាប្រហែលថ្ងៃដែរខ្ញុំបាក់ដាក់តែ3ថ្ងៃលោកគ្រូខ្ញុំរៀងស្រាលហ្មងខ្ញុំរៀងដឹងថាជើងខ្ញុំដូចជាមានចំហាយចេញមកដូចរៀងស្រាលជើងហ្មងនិយាយរួមពេលខ្ញុំអត់ទាន់ប្រើជើងខ្ញុំដូចយកដុំថ្មដាក់ហើយនឹងក្តៅយកហ្មងខ្ញុំមានតែភាពក្តៅហ្មងជួនកាលខ្ញុំចេះតែយកទឹកចាក់ជើងខ្ញុំហ្នឹងលោកគ្រូមើលតែក្តៅពេកយកទឹកលាងជើងដែរហ្នឹងដល់ពេលខ្ញុំប្រើតែ3ថ្ងៃប៉ុន្តែខ្ញុំក៏មិនទាន់ប្រកាសទៀតតតែ5ថ្ងៃបាទខ្ញុំប្រកាសថាខ្ញុំស្រួលបាទថាខ្ញុំដឹងថាអូថ្នាំនេះខ្ញុំដាក់ទៅដឹងថាជើងខ្ញុំក្រាន់បាទមីងចូលមុនប្រើ AG Pro នៅមីងកំពុងតែធ្វើទុកនោះកន្លងមកមានធ្លាប់ប្រើជាថ្នាំអីផ្សេងឬក៏ធ្លាប់អីប្រើខ្លះដែរកន្លងមកមានធ្លាប់ទេមានលោកគ្រូមានប្រើថ្នាំពេទ្យគឺថ្នាំប្រទេសក្នុងមួយថ្ងៃគេឲ្យខ្ញុំហូបម្ដងបាទចាខ្ញុំប្រើអាការៈមិនដែរការនោះនៅដដែលលោកគ្រូនៅដដែលធម្មតាគ្រាន់ចាបើហូបខ្លាំងស្វាំងភ្នែកយកតែខ្លាំងឡើងហើយមួយថ្ងៃតែមួយគ្រាប់ទេថ្នាំជាតិស្ករនោះលោកគ្រូឲ្យខ្ញុំមួយថ្ងៃតែមួយគ្រាប់ទេបាទអញ្ចឹងមីងជួយបញ្ជាក់មើលមីងប្រើអស់ប្រហែលកំប៉ុងហើយមកដល់ឥឡូវហ្នឹងហើយអាការៈហ្នឹងគិតថាធូរបានប្រហែលភាគរយឬក៏ជាតែម្ដងអញ្ចឹងណាមីងជួយបញ្ជាក់តិចមើលខ្ញុំអស់មកកំប៉ុងនេះខ្ញុំដឹងថាខ្ញុំច្រើនណាលោកគ្រូជាច្រើនណាចាលោកគ្រូខ្ញុំអស់ទៅមកកំប៉ុងហើយខ្ញុំស្រួលច្រើន
ក្នុងខ្លួនអាការៈខ្ញុំនោមក៏បាត់ជើងតូចក៏លែងបាត់ជើងតូចធម្មតាបាត់ជើងធម្មតាលែងពពុះខ្ញុំអន់ស្វាំងភ្នែកហើយខ្ញុំជើងខ្ញុំនៅតែស្ពឹកបន្តិចទៀតទេគ្រាន់តែថាយើងតែស្ពឹកឯងលោកគ្រូតែចង់ថាជាឯនេះរាល់ថ្ងៃនេះចង់ថាជាបើមិននៅតែគាត់នៅស្ពឹកចុងជើងបន្តិចទៀតទេលោកគ្រូអានេះអាការៈពិតប្រកបរបស់ខ្ញុំណាការៈក្នុងខ្លួនខ្ញុំដែលខ្ញុំមិនមុនប្រើនិងក្រោយប្រើនេះបាទតែមីងហើយបាទអញ្ចឹងឥឡូវនេះមានអារម្មណ៍មិនដែរពេលដែលប្រើហើយបានធូរខ្ញុំមានអារម្មណ៍សប្បាយទេសប្បាយលោកគ្រូអារម្មណ៍អនឹកឃើញថាបើកូនកុំបានលោកគ្រូចេះតែមើលទូរស័ព្ទទៅឆែកទៅឃើញពេកលោកគ្រូនឹងចេះតែមើលទៅបថុយចាបថុយលោកគ្រូតាមតែខ្ញុំយកមកប្រហែលខ្ញុំជាបាត់ហើយតែខ្ញុំមិនហ៊ានបថុយខ្លួនខ្ញុំចាទី1អើយក្រុមហ៊ុនលោកគ្រូឆ្នាំនឹងនិយាយឆ្នាំអីមកពីណាមកពីណីដល់ពេលស្ដាប់ការផ្សាយយូរទៅគេមានក្រសួងសុខាភិបាលគេត្រឹមត្រូវណាសាកម្ដងសិនណាតែដាច់ចិត្តទៅលោកគ្រូមកមើលខ្ញុំទ្រាំលេងរួចហើយខ្ញុំទៅហូបថ្នាំទៅសៃថ្នាំអីរត់តែខ្ញុំពិបាកឡើងដែលខ្ញុំជឿជឿងខ្ញុំពេកអញ្ចឹងខ្ញុំអាការៈជាតិស្ករខ្ញុំធ្វើទុកតែអញ្ចឹងខ្លាំងហើយលោកគ្រូខ្ញុំមានតែប៉ុណ្្នឹងបាទមុនមីងតាមដានអត់ខាងអត់យើងផ្សព្វផ្សាយរយៈពេលប្រហែលបានដាច់ចិត្តទិញណាយ៉ាលោកគ្រូចិត្ត1ឆ្នាំដែរហ្នឹងតាមដានយូរណាអត់ហ៊ានចានិយាយរួមតាំងពីលោកគ្រូចាប់ផ្សាយក្នុង Facebook មកខ្ញុំចាប់ផ្ដើមតាមដានពីអាការៈខ្ញុំហ្មងតែកូនចេះថាម៉ែអើយខៃលូឆ្នាំមិនត្រូវហើយចេះតែខ្លាចលោកគ្រូចេះចុះហ្នឹងហើយចាចេះតែខ្លាចចាបាទអញ្ចឹងឥឡូវនេះជាចុងក្រោយចង់ឲ្យមីងមានការផ្ដាំផ្ញើអីបន្តិចទៅដល់អ្នកដែលគាត់មិនទាន់បានប្រើហើយឈឺដូចអ្នកមីងចឹងមិនទាន់បានប្រើចង់ឲ្យផ្ដាំបន្តិចមើលមីងចាខ្ញុំសូមផ្ដាំផ្ញើទៅដល់អ្នកដែលមានជំងឺឡើងជាតិស្ករនិងអ្នកទឹកនោមផ្អែមហ្នឹងដូចខ្ញុំហ្នឹងសូមឲ្យមកប្រើអិចស៊ីត្រូនេះដូចខ្ញុំទៅធានាថាជាហ្មងខ្ញុំធានាថាជាឲ្យខ្ញុំសង្ឃឹមថាឲ្យបងប្អូនទាំងអស់គ្នាជួយប្រើអិចស៊ីត្រូហ្នឹងដូចខ្ញុំទៅណាលោកគ្រូមានប៉ុណ្ណឹងមីងកុហកទេអត់កុហកទេជួយទេមីងអត់ទេក្រុមហ៊ុនអត់ជួយទេខ្ញុំពេញចិត្តប្រើហើយខ្ញុំក៏ពេញចិត្តជួយផ្សព្វផ្សាយដែរព្រោះបកែមែនពិតជាអិចស៊ីត្រូនេះពិតជាជួយអ្នកទឹកនោមផ្អែមហើយនឹងឡើងជាតិស្ករនឹងពិតមែនបាទចឹងអរគុណច្រើនណាមីងណាចាមីងសុខភាពរឹតតែល្អហ្នឹងហើយចាជំរាបលាលោកគ្រូ